បាទយើងនិយាយអំពីណេម៉ាបន្តិចទៅបាទអញ្ចឹងប្រិមិត្តបាទគាត់ជិះដឹងថាណេម៉ាឥឡូវមិនហើយបាទសម្រាប់ណេម៉ាគាត់ចិត្តផុតកុងត្រាជាមួយនឹងសាន់តូសហើយបាទសម្រាប់គាត់នឹងត្រូវ free agent បន្តទៀតហើយបាទមួយរយៈនេះគឺក្លឹបរបស់គាត់លេងគឺនឹងត្រូវធ្លាក់ចេញបាទទាំងកាត់ទៅលេងបាទលីកទី2ប៉ុន្តែណេម៉ាបាទបានបន្តលេងបាទជាមួយនឹងក្លឹបបើទោះជាគ្រូពេទ្យបានបញ្ជាក់រួចរាល់ហើយថាសូមកុំឲ្យណេម៉ានឹងចូលរួមប្រកួតបាទក៏ព្រោះតែគាត់កំពុងតែស្ថិតនៅក្នុងការបាទព្យាបាលជង្គង់សម្រាប់ណេម៉ាគឺគាត់អត់ខ្វល់ទេបាទបើទោះជាមានការណែនាំពីវិជ្ជបណ្ឌិតក៏ហើយក្តីក៏ណេម៉ានេះគឺមិនព្រមឈប់ដែរគឺចូលរួមប្រកួតបាទជួយស្រោចស្រង់សាន់តូសឲ្យត្រឡប់បាទមកកាន់តំបន់ដែលល្អដែលមិនត្រូវកាត់ចេញវិញបាទរយៈពេលបាទ5ប្រកួតដូចជា4ប្រកួតរកបាន5គ្រាប់និងអាស៊ីស1លើកបាទសម្រាប់ណេម៉ាបើយើងនិយាយអំពីណេម៉ាបាទតាំងពីស្ថិតនៅក្លឹបដែលកំពូលធំរហូតបាទទៅលេងនៅក្លឹបនៅក្នុងប្រទេសជាតិរបស់ខ្លួនវិញអាចនិយាយបានថាវាជារឿងមួយដែលបាទគេហៅថាសោកស្ដាយមែនទែនបាទសោកស្ដាយមែនទែនសម្រាប់គាត់បាទវ័យរបស់គាត់កំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងតែយ៉ាងណាមិញសម្រាប់ណេម៉ាបាទប្រិមិត្តបើយើងទីអាណិតពីអាជីពអូខេយើងអាណិតគាត់អំពីអាជីពប៉ុន្តែបើសិនជាយើងនិយាយអំពីទ្រព្យសម្បត្តិរបស់គាត់វិញក៏សល់ច្រើនសម្បូរបែបដែរបាទសម្រាប់ណេម៉ាបាទបើយើងនិយាយថាពេលនេះគាត់ប្រឹងប្រែងដើម្បីជួយក្រុមប៉ុន្តែវាអាចនឹងប្រឈមជាមួយនឹងការរបួសរយៈពេលយូរបន្ទាប់ពីធ្វើបានល្អជាមួយនឹងក្លឹបសម្រាប់លោក Carlos Ancelotti គឺត្រូវបានបាទខាងសារព័ត៌មានសួរនាំតាក់ទងជាមួយនឹងបាទណេម៉ាថាតើនឹងអាចចូលរួមជាមួយនឹងជម្រើសជាតិប្រេស៊ីលបានដែរទេសម្រាប់លោក Carlos Ancelotti បញ្ជាក់ថានៅសល់ពេលយូរទៀតបាទអញ្ចឹងអត់ទាន់អាចនិយាយបានថាអាចនឹងដាក់ណេម៉ាឬក៏អត់មានណេម៉ានៅក្នុងការកោះហៅនោះទេបាទសម្រាប់ណេម៉ាបាទប្រិមិត្តដឹងហើយថាគាត់ទៅណាក្លឹបណាក៏ដោយបន្ទាប់ពីការចូលរួមជាមួយនឹងប៉ារីសគឺគាត់តែងតែញោមញីជាមួយនឹងបញ្ហារបួសច្រើនមែនទែនបាទសម្រាប់ការដែលគាត់ទៅក្លឹបសាន់តូសនេះគឺជាអាចនិយាយបានថាអាចនឹងបញ្ចប់អាជីពបាទប៉ុន្តែយើងមិនដឹងថាយ៉ាងណាបន្តទៀតទេណាបាទព្រោះដោយសារតែចុងក្រោយនេះគឺអត់ទាន់មានកុងត្រាថ្មីនៅឡើយទេបាទជាមួយនឹងក្លឹបរបស់គាត់អញ្ចឹងសម្រាប់ណេម៉ានឹងត្រូវបាទ free agent បន្តទៀតហើយបាទនៅក្នុងរយៈពេលប្រហែលខែទៀតបាទហើយសម្រាប់គាត់ខ្ញុំអាចនិយាយបានថាអាណិតក៏ថាបានប៉ុន្តែប្រិមត្តក៏ដឹងហើយថាសម្រាប់គាត់គឺគាត់លេងតែឯងច្រើនអញ្ចឹងវាអាចនឹងបកជាមួយនឹងរបួសហ្នឹងក៏ច្រើនដែរបាទហើយបន្ទាប់ពីការញោមញីរបួសជាច្រើនលើកច្រើនសារវាទៅជាខូចបាត់ហើយប្រិមិត្តបាទទៅជាខូចបាត់ហើយអញ្ចឹងមានន័យថាសម្រាប់សុខភាពបាទជង្គង់កជើងរបស់គាត់គឺលែងដូចមុនហើយបាទត្បិតតែឥឡូវយើងមើលទៅគាត់នៅតែលេងបានល្អមួយចំនួនធំប៉ុន្តែក៏នៅតែប្រឈមជាមួយនឹងបញ្ហារបួសដដែលហើយឥឡូវនេះគឺឃើញថាសម្រាប់គាត់គឺអត់ខ្វល់ពីសម្ដីរបស់វិជ្ជបណ្ឌិតទេគឺគាត់ចូលរួមជួយក្រុមបាទប៉ុន្តែយើងមិនដឹងថាតើគាត់នឹងត្រូវប្រឈមជាមួយនឹងបញ្ហារបួសនេះបន្តទៀតដែរទេបាទប៉ុន្តែគ្រាន់ខ្ញុំគិតថាបើសិនជាគាត់ព្យាបាលប្រហែលជាអាចនឹងមានមុខចូលរួមជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលបាទប៉ុន្តែប្រហែលជាមិនទេមើលទៅហីបាទប្រិមិត្តបាទលោក Carlos Ancelotti គាត់មើលអាចនឹងទុកចិត្តទេមើលទៅបាទអញ្ចឹងសម្រាប់ណេម៉ាបើគាត់អត់បានលេងក៏ពិបាកដែរគេមិនអាចកោះហៅគាត់ចូលលេងយ៉ាងជម្រើសជាតិបានទេប្រសិនជាគាត់បានអត់បានលេងអញ្ចឹងសម្រាប់គាត់គឺកំពុងតែស្ថិតនៅក្នុងភាពលំបាកមួយអញ្ចឹងហើយនេះជាមូលហេតុបាទដែលគាត់ចង់ឲ្យបាទលោក Carlos Ancelotti ដែលបច្ចុប្បន្នគឺជាបាទគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបាទប្រេស៊ីលនោះមើលឃើញគាត់បាទចំណុចនេះហើយដែលគាត់ខំប្រឹងប្រែងបាទជំនះបាទជាមួយនឹងបាទជំងឺរបស់គាត់បាទរបួសរបស់គាត់ដើម្បីបាទបានបង្ហាញសមត្ថភាពអាចនឹងមានឈ្មោះចូលរួមជាមួយនឹង World Cup 2026នៅក្នុងឆ្នាំក្រោយបាទតែយើងមិនដឹងថាតើនឹងគាត់បានចូលរួមទេតែខ្ញុំសង្ឃឹមថាគាត់នឹងបានចូលរួមហើយក៏ជូនពរគាត់ឲ្យបានចូលរួមដែរប្រិមិត្តបាទព្រោះដោយសារតែអាចនិយាយបានថាសឹងតែពេលវេលា World Cup ចុងក្រោយរបស់គាត់ហើយបើសិនជាគាត់ញោមញីដោយរបួសប៉ុណ្្នឹងហើយប្រិមិត្តមានស្អីទៀតយើងហើយនិយាយថាកីឡាករខូចកីឡាករបាត់ទៅហើយបាទអាប់ដេតជូនទៅកាន់ប្រិមិត្តពីរឿងណេម៉ាតែប៉ុណ្ណេះទៅចោះបាទអត់មានអីបន្ថែមទៀតទេគ្រាន់តែយើងដឹងថាដើម្បីបាទឲ្យមានមុខមាត់ក៏ដូចជាបង្ហាញសមត្ថភាពបានគាត់សុខចិត្តចូលរួមប្រកួតទាំងមានរបួសបាទ